ល្បិចកលបំវាយរឿងអ្វីទៀតហើយនេះសៀមទៅលុប MOU 2001ដែនទឹកមិនទាន់ដាច់ទឹកដោះផងពេលនេះព្រឹទ្ធសភាសៀមបាល់រោគរឿងចង់លុប MOU 2000ព្រំដែនគោកជាមួយកម្ពុជាបន្តទៀតភាពតានតឹងផ្នែកនយោបាយនិងព្រំដែនរវាងកម្ពុជានិងថៃបានហក់ឡើងកម្ដៅដល់ចំណុចកំពូលជាថ្មីម្ដងទៀតហើយបន្ទាប់ពីភាគីថៃបានបង្ហាញមហិច្ឆតាយ៉ាងចំហនៅក្នុងការរំលោភបំពានលើកិច្ចព្រមព្រៀងអន្តរជាតិទាំងបំពេញនៅថ្ងៃច័ន្ទទី18ខែឧសភាឆ្នាំ2026នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះថៃ Denison បានទម្លាយដឹងថាស្ថាប័នព្រឹទ្ធសភាថៃកំពុងបើកយុទ្ធនាការកកាយកិច្ចព្រមព្រៀងចាស់ដោយរៀបចំផែនការនិងបញ្ចេញសម្ញាញជាឯកច្ឆន្ទដើម្បីឈានទៅរកការលុបចោលអនុសរណៈនៃការយោគយល់គ្នាឆ្នាំ2000 MOU 2000ស្ដីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជាបន្ថែមទៀតក្រោយពេលដែលពួកគេទើបតែបានប្រកាសលុបចោល MOU 2001ផ្នែកដែនទឹកជាឯកតោភាគីកាលពីពេលថ្មីៗនេះយុទ្ធនាការក្រឡុកឈុតធំរបស់ថៃលើកនេះបានធ្វើឲ្យមហាជនខ្មែរនិងអ្នកវិភាគសន្តិសុខជាតិផ្ទុះការមិនពេញចិត្តនិងតាមដានយ៉ាងក្តៅភ្នែកបំផុតតាមរយៈទស្សនវិជ្ជាយុទ្ធសាស្ត្រស៊ីជម្រៅគណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាថៃបានចេញមុខមកអះអាងទាំងទៅដោយលើកឡើងនៅហេតុផលអកតេដោយពួកគេនិយាយថាកិច្ចព្រមព្រៀងព្រំដែនគោក MOU 2000អាចមានកំហុសឆ្គងផ្នែកច្បាប់ដោយសារតែវាមិនត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីឬក៏សភាថៃឲ្យបានត្រឹមត្រូវទៅតាមនីតិវិធីនោះឡើយព្រឹទ្ធសភាថៃបានវាប្រហារទៅលើការពឹងផ្អែកទៅលើផែនទីសម័យអាណានិគមបារាំងផែនទីខ្នាត1លើ200,000ដោយចាត់ប្រកាន់ថាផែនទីនេះមានចំនួននិងធ្វើឲ្យបញ្ហាព្រំដែនកាន់តែធ្ងន់ធ្ងរនេះគឺជាល្បិចចាស់គំរិលដែលថៃតែងតែយកមកប្រើប្រាស់នៅពេលដែលពួកគេចង់វាទីនិងមិនគោរពខ្សែបន្ទាត់ព្រំដែនអន្តរជាតិនៅថ្ងៃច័ន្ទទី18ខែឧសភានេះព្រឹទ្ធសភាថៃបានដាក់របាយការណ៍សិក្សាអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការលុបចោល MOU 2000នេះឡើងតុពិភាក្សាដើម្បីសម្រេចជាផ្លូវការដែលនេះគឺជាទង្វើជន់ឈ្លីលើកិច្ចប្រឹងប្រែងរក្សាសន្តិភាពព្រំដែនរវាងប្រទេសទាំងពីរតែទៅនឹងព័ត៌មានដ៏ក្តៅគគុកនៃការប៉ុនប៉ងលុបចោល MOU 2000ពីសំណាក់ព្រឹទ្ធសភាថៃនេះខាងភាគីរាជរដ្ឋាភិបាលកម្ពុជានៅមិនទាន់មានប្រតិកម្មផ្លូវការណាមួយឆ្លើយតបទៅវិញនៅឡើយនោះទេដោយរក្សានូវភាពស្ងប់ស្ងៀមដើម្បីពិនិត្យមើលអំពីល្បិចចុងក្រោយរបស់ពួកគេទោះបីជាយ៉ាងណាក៏ដោយក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរនិងយុវជនទូទាំងប្រទេសបានសម្ដែងការខឹងសម្បារនិងប្រកាសចំហយ៉ាងរឹងមាំនៅលើបណ្ដាញសង្គមថាខ្មែរលែងចាញ់ល្បិចពួកក្បត់ពាក្យសច្ចាទៀតហើយមហាជនខ្មែរបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងត្រៀមខ្លួនជានិច្ចនៅក្នុងការគាំទ្ររាជរដ្ឋាភិបាលក៏ដូចជាកងទ័ពជួរមុខដើម្បីការពាររាល់ដីធ្លីនិងទឹកដីរបស់ដូនតាទោះបីជាត្រូវប្រឈមមុខនឹងការរុករឿងនៅក្នុងទម្រង់ណាក៏ដោយសូមបញ្ជាក់ថាការប៉ុនប៉ងលុបចោលអនុសរណៈ MOU 2000របស់ព្រឹទ្ធសភាថៃនៅថ្ងៃទី18ខែឧសភាឆ្នាំ2026នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីភាពមិនស្មោះត្រង់របស់ភាគីថៃក្នុងការរស់នៅជានិច្ចខាងល្អល្បិចកលប្រើប្រាស់បញ្ហាព្រំដែនគោកនិងដែនទឹកដើម្បីបិទបាំងវិបត្តិសេដ្ឋកិច្ចអន់ថយនិងបាតកម្មនៅក្នុងស្រុករបស់ខ្លួននឹងមិនអាចទទួលបានជោគជ័យឡើយប្រវត្តិសាស្ត្របានបង្ហាញរួចហើយថាខ្មែរគឺជាជាតិសាសន៍ដែលស្រឡាញ់សន្តិភាពប៉ុន្តែខ្មែរមិនដែលញញើតនៅក្នុងការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីរបស់ខ្លួននោះឡើយសង្ឃឹមថាភាគីថៃនឹងភ្ញាក់រលឹងនិងឈប់ប្រើល្បិចកិច្ចកលថោកទាបរករឿងខ្មែរហើយងាកទៅដោះស្រាយបញ្ហាអត់បាយរបស់ប្រជាជនខ្លួនឯងវិញទើបជាជំរើសដ៏ឆ្លាតវៃបំផុត